យកព័ត៌មានថាប្រជាអធិការថៃមិនគ្រឿនចោលការស្ដីទីជាណាតលើកអកំបាំងចំពោះជនដៃដល់វាយលោកបាយប្រទេសដីផែនឥឡូវនិយាយតាមរួចផងបងប្អូនឥឡូវនិយាយតាមរួចផងហើយដូច្នេះយើងសូមឲ្យព្រះអង្គយកជនដៃដល់ចេញដើម្បីបញ្ចប់បញ្ហាបើមិនជាព្រះអង្គចង់ចប់បើមិនចង់ចប់ទេព្រះអង្គលើកអកំបាំងចូលដល់របៀបទៅមិនទេប្រហែលលោកអំពើមហារាជដល់មកវាដល់កម្រិតវាគឺវាបន្ទុកឲ្យព្រះអង្គយកចាំមកម៉ាប់ទៅមិនទៅទេយើងមិនទៅទេយើងនៅឈរនេះយើងអត់ទៅណាទេយើងនៅឈរនេះដល់រាប់ណាយកចាំដល់មកនិយាយគ្នាយកដល់មកនិយាយគឺចប់រឿងហើយយកចាំដល់មកនិយាយគឺចប់រឿងហើយคนមានប្រអនុមានទាំងទេអត់មានប្រអនុយកឲ្យទេគេមិនដែលយកលុយទិញចឹងទេឥឡូវគេគាត់ទៅហៅអង្គបានរៀនទីថាយកលុយចេញមកការពីមនុស្សនោះគេខ្លាចចេញមកយើងវាយគេតែអាចយកចេញទេគុណចាគុណក៏បានកំហឹងពេកស្ងៀមស្ងគេដោះស្រាយតាមទៅទីឡាយដល់ចាំដៃដល់កាដល់នឹងដែរម៉ៃមីថាចាំដៃដល់កាដល់នឹងដែរចាំដៃដល់មួយហើយអត់ប្រាប់លោកមកលោកថាអត់ដល់ទេថាទៅផ្ទះទៅសបាត់អីអត់ដឹងឥឡូវអ្នកឃើញហេតុការណ៍ឡើងសម្ដែងតែអ្នកម្ដងឥឡូវនេះមើលឥឡូវឈុនដៃដល់ទៅនៅក្នុងតុកហ្នឹងដែរលោកអត់ឲ្យចេញដែរមកពីកមួយមកការរបស់លោកហើយឥឡូវហ្នឹងនិយាយដល់រួចបងនិយាយដល់រួចបងនៅដេកនៅពេលលីកាដូនិយាយដល់រួចទេអញ្ចឹងចាំដៃដល់គឺនៅក្នុងបន្ទប់ហ្នឹងម្ដងមកយើងឃើញមកហើយឲ្យមួយទៀតនៅតែបងប្អូនបង្កើតហើយកមួយបង្កើតគឺនៅកន្លែងហ្នឹងមកហើយបងប្អូនបង្កើតគឺទៅតាមនៅឯភូមិរិស័យហើយយើងទៅប្រាក់ធំណាគឺប្រាក់ធំណាប្រាក់ធំហ្នឹងបានដោយសារអីដោយសារព្រះអង្គនេះបានចូលឆ្នាំបានប្រជុំបានកថាលុយទាំងអស់គឺស្ថាបនាសេដ្ឋកិច្ចសង្គមអតីតឲ្យប្រជាពលរដ្ឋឲ្យបងប្អូនទាំងអស់គ្នាហើយកសាងវត្តកសាងបាអីហ្នឹងកសាងវត្តហ្នឹងគឺយកឲ្យបងប្អូនកូនចៅឪពុកម្ដាយគ្រួសាររបស់គាត់មកធ្វើអាជីវកម្មធ្វើអាជីវកម្មនៅក្នុងវត្តតែម្ដងអញ្ចឹងយើងនិយាយឲ្យចំគឺយើងនិយាយថ្ងៃនេះយើងមិនចង់ហែកអាក្រាបទេយើងមិនចង់និយាយទេប៉ុន្តែព្រះអង្គជាអ្នកបង្ខំឲ្យយើងនិយាយព្រះអង្គជាអ្នកបង្ខំឲ្យយើងនិយាយបើយើងនិយាយរឿងពុតត្រូវតែចេញទទួលការខុសត្រូវចំពោះការបាត់បង់ចំពោះការខូចខាតចំពោះប្រសងដែលរងគ្រោះ3អង្គព្រះអង្គនិយាយដល់រួចបើមានបញ្ហាអីព្រះអង្គត្រូវតែទទួលខុសត្រូវឥឡូវសូមអ្នកឃើញហេតុការណ៍និយាយម្នាក់អ្នកឃើញហេតុការណ៍អ្នកសេតចាប់បញ្ចប់អ្នកសេតលោកយើងតាមណានច្បាស់ខ្ញុំឈ្មោះខ្ញុំបាទជួយរាត្រីបាទហើយខ្ញុំស្នាក់នៅកុដលេខ45ជាកូនសិស្សលោកដែរមុនដំបូងហេតុការណ៍មុនដំបូងខ្ញុំអត់ដឹងទេប៉ុន្តែបន្ទាប់មកលោកគ្រូគាត់ទៅនិមន្តទៅជួបអ្នកតុកហ្នឹងហើយតុកហ្នឹងកំពុងតែណូមែនហើយក៏កាន់ស្មាគាត់ថានិយាយគ្នាថាឥឡូវលោកឯងហេតុអីបានថាចោទថាគាត់ចោទលោកគ្រូថាចោលហេតុអីញោមចោទថាអាត្មាជាចោលហើយបានថាឥឡូវយើងនិយាយកន្លែងភ្លឺគាត់ថាទៅមិនទាន់បានពាក់កណ្ដាលទីផងនៅកន្លែងដល់7ហ្នឹងគឺចាប់បោកលោកហ្មងអ្នកណាគេចាប់បោករួមតូដុំហ្នឹងបាទរួមតូដុំហ្នឹងហើយអ្នករួមតូដុំជាអ្នកណាគេជាបងបង្កើតរបស់ថៃប៊ុនធឿនហ្នឹងហើយធីបោកហើយឥឡូវហើយប៊ុនធីមហើយគេថាលោកអ្នកបោករត់តុកហ្នឹងសួរថាលោកប៉ុណ្ណឹងម្នាក់ហ្នឹងខ្ពស់ជាងខ្ញុំទៀតមានធំជាងខ្ញុំទៀតអញ្ចឹងលោកមានកម្លាំងណាទៅបោកដួលពេលហ្នឹងបោកលោកដួលហើយបានខ្ញុំហ្នឹងទៅរៀងពីលើហើយលោកចៅអធិការហ្នឹងមកមុនគេទៀតមកមុនកណាហ្នឹងតែ3នាក់នៅហ្នឹងចាប់ហ្នឹងលោកទទួលស្គាល់ថាលោកខ្លះកាន់ដបងមែនប៉ុន្តែកាន់ដបងចង្អាយណានៅកុដឡើយឯងអត់មានតបាននិមន្តមកដល់នេះទេអត់ទេហើយចាត់ឲ្យវិញពេលកាន់ដបងហ្នឹងនៅកុដទេអត់មានចេញមកនេះទេហ្នឹងហើយហើយពេលហ្នឹង
លោកហ្នឹងមកខាត់មុនគេគាត់តែមកខាត់ភ្លាមគ្នាគេមកវាយភ្លាមវាយបានមកលោកហ្នឹងណាគេលោកគ្រូចាត់ការស្ដីទីហ្នឹងលោកមកខាត់ថាវាយធ្វើស្អីគេព្រោះឲ្យធ្វើស្អីគេហ្នឹងគាត់និយាយបានប៉ុណ្្នឹងភ្លាមគ្នាគេមកវាយលោកភ្លាមអ្នកណាគេខ្លះមកវាយហ្នឹងពេលហ្នឹងលោកឬមួយក៏សក់ហើយចំណាននេះពី3នាក់ថាមានកាន់អាវុធទេមានម៉ូតូតុកហ្នឹងម្នាក់ហ្នឹងគេខាត់ខ្ញុំបាទគាត់ខ្ញុំមកតែខ្ញុំបានវាយទេខ្ញុំអ្នកញែកពេលហ្នឹងគេមកច្រានខ្ញុំឲ្យខ្ញុំចេញឆ្ងាយបាទហើយពេលហ្នឹងបានមានកូនសិស្សលោកណាអាមួយសក់អញហ្នឹងឈ្មោះជាក្មួយបកាហ្នឹងយកចានហ្នឹងគប់ត្រូវប្រកេះផលដែលគ្រូយ៉ាងចិនខាហើយមិនមែនយកគប់ធម្មតាគឺលោកគប់ហ្មងហើយគាត់លោកគប់ព្រាមគេមិនបាច់ជួអស់ហើយខ្ញុំហ្នឹងក៏ឈរនៅមួយកន្លែងហើយមកក្បួយកោអាវខ្ញុំទៀតថាឯគ្នាអាណាគេហើយថាគ្នាអាណាគេឥឡូវយើងធ្វើថាសមអត់យើងជាកូនសិស្សលោកហើយនិយាយថាគ្នាឯគ្នាអាណាគេអញ្ចឹងខ្ញុំនឹងលោកហ្នឹងត្រូវជាមួយពូម៉ាក់គ្នាត្រូវអត់វានិយាយអញ្ចឹងមានថាលោកនឹងខ្ញុំពូម៉ាក់គ្នាអីអញ្ចឹងវាក៏សមអត់ខ្ញុំត្រូវជាសិស្សលោកខ្ញុំមិនមែនពូម៉ាក់លោកទេហើយអត់មានប្រើកូនណានិយាយថាឯងជាគ្នាអាណាគេយើងនិយាយសមអត់វានៅលោកដែរអញ្ចឹងមានន័យថាមកកត់វាហ្នឹងមិត្តភក្តិវាអស់និយាយពីអាណាគេយកស្អីខ្លះវាយលោកយកអាវុធអីខ្លះចានគោវាយខ្លះពេលវាយហ្នឹងឃើញវាយយ៉ាងម៉េចខ្លះវាយត្រូវឡើងណាខ្លះមើលរៀបរយឲ្យអស់ពេលហ្នឹងដោយសារមានម្នាក់គេច្រានខ្ញុំគេច្បាច់កោអាវខ្ញុំឲ្យខ្ញុំនៅឆ្ងាយគេស្មានតែខ្ញុំហ្នឹងប្រហែលជាវាយដែរប៉ុន្តែពេលហ្នឹងខ្ញុំអត់វាយទេគឺខ្ញុំខាត់ហើយពេលហ្នឹងលោកដែលត្រូវគេគប់ត្រូវមួយចានហ្នឹងលោកប្រហែលជាទៅរងលោកមកទៅគប់ហើយគេគប់ត្រូវមួយចានបងហើយពេលហ្នឹងគ្រូចាត់ការស្ដីទៀងថាដល់គាត់មិនបែកក្បាលមិនមែនទេបែកក្បាលតាំងពីហ្នឹងទៅលោកនាំទៅហ្នឹងបើកណ្ដាលនិយាយច្បាស់ហ្មងគាត់44នាំទៅដល់សន្លប់ហ្នឹងហើយអញ្ចឹងមានន័យថាបែកតាំងពីហ្នឹងមកយើងមិនដែរអាណប់ចាននេះបែកក្បាលនោះទេហ្នឹងហើយឥឡូវលោកសាក់សីបន្តទៀតហេតុការណ៍តទៀតអីមានស្គាល់សាក់សីហ្នឹងសាក់សីហ្នឹងមានស្គាល់មុខតសញ្ញាមានស្គាល់ច្បាស់អ្នកណាគេជន់ដៃដល់ស្គាល់ខ្ញុំស្គាល់ច្បាស់ឈ្មោះអីខ្ញុំមិនបានស្គាល់ឈ្មោះតែខ្ញុំដឹងឈ្មោះក្រៅវាឈ្មោះអាចារ្យហ្នឹងហើយហើយមកក្បួយកោអាវខ្ញុំទៀតហើយពួកនឹងធំសតស្រាក្នុងវត្តវាផឹកស្រាឥឡូវអ្នកនោះចិនហ្នឹងឬចេញទៅបាត់ហើយឥឡូវមិញមកស្ទុំមិញយើងនៅហ្នឹងគ្រាន់តែឆ្អល់មុខភ្លាមលោកមកខាងភ្លាមបាត់ភ្លាមឥឡូវគាត់ទៅបាត់ហើយហ្នឹងហើយទៅបាត់ហើយនៅហ្នឹងយើងអញ្ជើញឲ្យមកបំភ្លឺនៅនេះឥឡូវសុំសាក់សីសុំម្នាក់ទៀតអ្នកឃើញហេតុការណ៍ម្នាក់ទៀតចាដៃខ្ញុំគាត់មួយមកឃើញតែស្បែកខ្លួនចោលមកមកឈិនសម្បោក្បាលឃើញនំតុបហ្នឹងចូលទូរស័ព្ទដល់ពេលចូលឃើញលោកសុថាចោលចេញមកដល់ពេលចេញមកឃើញគូសិនហើយណាថាអាមួយនោះវាចោតឡើងយ៉ាងគូសិនហើយនេះចោលថាចោលដល់ពេលមកទៅដល់កាន់មីក្រូនិយាយដល់ពេលមកទៅដល់ប្រុសផ្លែគូសិនហើយគាត់តែកេះស្មាថាញោមមិនចោតអាត្មាថាចោលដល់ពេលគាត់អូសទៅអាឡែងដើម7នេះគូសិនហើយអូមកដើម7ដល់ពេលអូមកឡែងដើម7គាត់លោកចោលដល់ពេលគាត់លោកចោលលឿមស្រាប់តែធាក់លោកដល់ពេលឃើញចំលោកលឿមស្រាប់មួយនេះហើយអង្គលោកពីរអង្គទៀតដល់ពេលទៅកាងស្រាប់ដល់ការពីលឿមស្រាប់តែវាយលោកហ្មងយកចានគប់លោកហ្មងកាត់វាយចានគប់លោកហ្មងហើយមីនឹងក្តៅឯងមានថាយើងចានមីមានសព្រាមានអីទៀតមានសព្រាមាននេះទៀតស្ដាយណាស់ដល់បានគាត់នេះចាលោកនិយាយបានគុំបែងនិយាយតបាទតទៀតយកចាប់ណាអ្នកឃើញសាស្អីម្នាក់ទៀតលបងតអ្នកឃើញហេតុការណ៍គាត់ស្មានមកខិតបណ្ដានគាត់44ពេលមិនដំបងទៅមកក្នុងគាត់លេង Facebook ស្រាប់តែលឺសូគេស្រែកចោលមកក៏ស្ទុះចេញក៏ឃើញម៉ូតូដួលឃើញគ្រូសង្ហាទៅម៉ូតូហើយក៏ស្មាចូលទៅគ្រូថៃថាគ្រូហើយថាអាមួយនេះថាកណាចោលហើយទៅអាហ្នឹងក៏អីក៏អត់មានតន់មានកាត់ហេតុការអីទេ
ស្រាប់តែក៏មានលោកក៏នាំគ្រូនឹងចូលគាត់ឲ្យដល់ពេលខ្ញុំអស់ចិត្តមកសួរយកហេតុផលដល់ពេលឲ្យពីនោះមកលោកដើរ3 4អង្គតាមក្រោយហើយពេលនោះបងអូនចៅអត្តការហ្នឹងឈូនោមកងគៀនពហិយដល់ពេលឲ្យគ្រូហើយនេះគាត់ក៏ទៅហៅញោមយើងមកនេះនិយាយគ្នាតិចទៅថាម៉េចថាខ្មែរចោលស្រាប់តែដើរមកដល់នេះស្រាប់តែចៅបងចៅអត្តការហ្នឹងក៏ចាប់គ្រូហើយបោកសង្កត់ហើយអាមាពេលនោះខ្ញុំមកឃើញលោកពលខ្ញុំអាមាមកជួយឆេងជួយខត់លោកស្រាប់តែមានមួយអង្គទៀតរត់មកមួយស្មាហើយពេលនោះខ្ញុំអាមាឃើញកូនសិស្សលោកមួយដល់អាប់ខក9មកស្មាស្គាល់អត់ស្គាល់ឈ្មោះទេស្រាប់តែគាត់ស៊ីមីវាដើរជួបបោកលោក